វាជារបៀបដំណើរការ monitor for streaming 1350 អញ្ចឹងយើងដាក់តនិចវាត្រង់បន្ទាប់មកយើងបើកសោ on ហើយវាឡើងភ្លើង2បន្ទាប់មកយើងចុច motor ឲ្យដើរយើងចុច on មកពេលដែលយើងចុច on មកវានឹងឡើងភ្លើងកណ្ដាលពណ៌ខៀវនោះពណ៌បៃតងនោះអាហ្នឹងគឺ motor វាដើរហើយអញ្ចឹង motor ដើរវាឡើងភ្លើង3អញ្ចឹងវាឡើងភ្លើង3លបឿនវាចាប់ដើមកើនវារត់ទៅស៊ុបលបឿនរបស់វាគឺ38អញ្ចឹងដើម្បីឲ្យត្រូវ38ហ្នឹងយើងសេរីតនិចវាឲ្យចំកន្លែងលេខចន្លោះលេខ6លេខ7អញ្ចឹងយើងដាក់ហួសលេខ6បន្តិចហ្នឹងមកគឺលបឿនវាចំ37 38ហ្នឹងហើយអញ្ចឹងពេលដែលលបឿនវាស៊ុបវាឡើងភ្លើង3ហ្នឹងមកអញ្ចឹងបន្ទាប់មកយើងតេស្តវាអញ្ចឹងដើម្បីតេស្តវាយើងកាច់មកកន្លែងតនិចអ៊ីលហេងចងមកវាឡើងភ្លើង4អញ្ចឹងវាឡើងភ្លើង4ទាំង4ហ្នឹងយើងអាចតេស្តវាសាកមើលបានជន់វាទៅវាដើរក៏ប៉ុន្តែអានេះសម្រាប់តាម៉ាស៊ីនពេលយើងសេតពុំសេតអីហើយណាប៉ុន្តែបើពេលគេពងធ្វើការធ្វើអីបើពុំនឹងវាគេសេតហើយអញ្ចឹងយើងអត់ត្រូវការតេស្តវាទេយើងគ្រាន់តែបើកវាឲ្យតែដើរភ្លើងទាំង4ហ្នឹងទៅគឺអូខេហើយអត់ចាំបាច់ត្រូវជន់ទេកាលណាជន់វាឡើងចំនួនគេអញ្ចឹងណាអញ្ចឹងអានេះសម្រាប់តែពេលដែលពុំថ្មីពេលយើងសេតហើយយើងជន់វាតេស្តសាកមើលអញ្ចឹងណា